ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel កូនជ្រូកខ្មាប់អ៊ីឌីមីទៀតហើយនៅថ្ងៃនេះដែរគឺថាកូនជ្រូកខ្មាប់នឹងនាំបងប្អូនមកទស្សនាជាមួយនឹងរឿងកញ្ញា Introvert ជួបជាមួយកំឡោះ Extrovert ទៀតហើយពីរដែលជាភាពបន្តណាអញ្ចឹងហើយកុំខាក់ពេលវេលាយូរតទៅទស្សនាទាំងអស់គ្នាដោយចាប់ដើមដំបូងនៃភាគឡើងជាម៉ោងនៃការហាត់កីឡាហែលទឹកហើយនៅពេលនោះដែរគឺឃើញថាអូតារបស់យើងហ្នឹងគឺពូកែខ្លាំងមែនទែនក្នុងចំណោមសិស្សទាំងអស់គ្នាអូតាហ្នឹងដែលមានបន្ទុកខ្ពស់ជាងគេហើយបន្ទាប់មកហ្នឹងគឺដល់វគ្គស្រីៗរបស់យើងម្ដងនៅពេលនោះដែរគឺថាកញ្ញា Introvert របស់យើងហ្នឹងមិនទាន់បានហាលផងហ្នឹងគឺបានលងទឹកបាត់ហើយដែលធ្វើឲ្យអ្នកគ្រប់គ្នាហ្នឹងគឺពិតជាភ័យខ្លាំងមែនទែនបន្ទាប់មកហ្នឹងលោកគ្រូក៏បានទៅជួយនេះដូច្នេះហើយលោកគ្រូក៏បានហៅអូតាហ្នឹងមកឲ្យជួយបរៀនទូស័យយើងនៅពេលនោះដែរអូតាហ្នឹងគេក៏បានថាហើយបានជាគេទៅវិញគឺថាគេបរៀនជាមួយនឹងទូស័យរបស់យើងហ្នឹងទេនៅពេលនោះដែរគឺគេចង់បង្កើតមួយលោកគ្រូអីចឹងណាប៉ុន្តែមានណាគេថាលោកគ្រូហ្នឹងត្រូវឲ្យគេបរៀនព្រោះថាគេហ្នឹងគឺអ្នកដែលមានបន្ទុកខ្ពស់ជាងគេនៅក្នុងថ្នាក់អីចឹងហើយបន្ទាប់ពីលោកគ្រូដែរចាញ់ផាត់ហ្នឹងទូស័យរបស់យើងហ្នឹងនាងក៏បានប្រាប់ថាអរគុណទៅកាន់អូតាដែលបរៀននាងអីចឹងហើយអូតាហ្នឹងគេក៏បានប្រាប់ថាគេមិនបរៀននោះទេហើយគេហ្នឹងក៏បានដើរចាញ់ហើយនៅពេលនោះដែរមិត្តភក្តិរបស់អូតាហ្នឹងគេក៏បានប្រាប់ថាបើអូតាមិនបរៀនទេគឺតួគេអ្នកបរៀនតែលើបែបនោះភ្លាមគឺថាគេរត់មកវិញយ៉ាងលឿនហើយបានប្រាប់ថាគេបរៀនក៏បានដែរនិយាយទៅគឺថាបែបនោះមុតបាត់ចិត្តហ្មងសង្ស័យទៅលើឆ្លាញ់កូនគេហើយមើលទៅហើយនៅពេលដែលអូតាគេបរៀនហ្នឹងអូតាក៏បានធ្វើបាបកញ្ញា Introvert របស់យើងដោយគេហ្នឹងបានលេងដៃរបស់នាងអញ្ចឹងហើយនៅពេលនោះដែរធ្វើឲ្យកញ្ញា Introvert របស់យើងគឺនាងពិតជាភ័យខ្លាំងមែនទែនហើយនាងហ្នឹងក៏បានលូតទៅអបទៅកែអូតាជាប់ហើយអូតាហ្នឹងគេបានប្រាប់ថាឲ្យលេងដៃគេកុំអស់គេអីចឹងណាហើយដល់ពេលនោះដែរគឺថាកញ្ញា Introvert របស់យើងភ័យខ្លាំងពេកយោហើយនាងក៏បានចាប់ទាញខរបស់អូតាយ៉ាងខ្លាំងសិននឹងសម្រាប់តែម្ដងហើយដែលធ្វើឲ្យមិត្តភក្តិរបស់គេចូលមើលពីលើហ្នឹងគឺពិតជាភ្ញាក់ផ្អើលខ្លាំងណាស់គេក៏បានស្រែកយ៉ាងខ្លាំងតែម្ដងនិយាយទៅគឺថាកញ្ញា Introvert របស់យើងឃើញអញ្ចឹងមែនប៉ុន្តែសាហាវហ្មងចិត្តនឹងធ្វើឲ្យអូតាហ្នឹងខ្វះគេពេញហ្នឹងសំណាងឯងអត់សម្រាប់អីចាប់បាត់ហើយអូតាហ្នឹងហើយបន្ទាប់ពីអូតាបានបរៀននាងហើយហ្នឹងគឺដល់វគ្គដែលស្រីៗរបស់យើងត្រូវប្រកួតទៀតដែរក្នុងនោះក៏មានកញ្ញា Introvert របស់យើងផងដែរហើយនៅពេលនោះដែរទូស័យរបស់យើងគឺនាងហៅទឹកបានល្អខ្លាំងណាស់ហើយមិត្តភក្តិរបស់អូតាហ្នឹងគេក៏បានបង្អាប់ប្រកាន់មកតាអូតាហ្នឹងគឺពិតជាបរៀនបានល្អខ្លាំងណាស់សម័យដែលជាគ្រូរបស់ទូស័យរបស់យើងហ្នឹងហើយនៅពេលនោះដែរអូតាហ្នឹងគេខឹងហើយគេហ្នឹងក៏បានដល់គេចេញមានណាគ្រាន់តែអូតាដើរបានមួយជំហានហ្នឹងគឺសឹកគេបានស្រែកថាកញ្ញា Introvert របស់យើងហ្នឹងលំទៅនៅពេលនោះដែរគឺថាអូតារបស់យើងហ្នឹងគេពិតជាភ័យខ្លាំងមែនតើហើយគេហ្នឹងក៏បានលើកទៅជួយកញ្ញា Introvert របស់យើងហើយគេបានសួរថាកញ្ញា Introvert របស់យើងហ្នឹងអត់អីណាហើយនាងហ្នឹងក៏បានប្រាប់ថាអីហ្នឹងទេនោះដែរគឺថាមិត្តភក្តិរបស់គេហ្នឹងថាអូតាខុសរបស់ឯងហ្នឹងសម្រាប់ហើយធ្វើឲ្យអូតាហ្នឹងគេពិតជាខ្វះគេខ្លាំងមែនតើព្រោះថាមនុស្សនៅទីនោះគេច្រើនខ្លាំងណាស់មានទាំងប្រុសទាំងស្រីអីចឹងផតខ្មាស់គេទៅតែបានអូតាយ៉ាប់ហ្មងចាំមើលយកមុខទុកណានេះព្រឹកថ្ងៃថ្មីក៏បានមកដល់ហើយនៅពេលនោះដែរអាបែអូតាហ្នឹងខ្មាស់គេប៉ុណ្ណឹងហើយក៏អត់រៀងហ្នឹងទេគឺបានទៅយកកណ្ដូបហ្នឹងមកប្លាច់ជាមួយនឹងនាងហើយមិនត្រឹមតែប្លាច់កណ្ដូបហ្នឹងទេគឺមានតុក្កតាលូតផ្លាត់អីចឹងណាតែតើគឺថាគេធ្វើគ្រប់យ៉ាងដើម្បីនាងភ្ញាក់ផ្អើលនឹងខ្លាចអីចឹងទៅហើយនៅពេលនោះដែរឃើញនាងអត់ខ្លាចគេក៏ខឹងខ្លាំងមែនទែនស្រែកសន្លប់ទៅកាន់កញ្ញា Introvert របស់យើងអីចឹងណាហើយនៅពេលនោះដែរគឺស្រាប់តែមានដៃម្នាក់បានទាញស្មាគេពីក្រោយដែលនាងមានឈ្មោះថាតាពូឈីហើយនាងបានប្រាប់ថាកុំឲ្យអាបែអូតាហ្នឹងតើធ្វើបាបហើយនឹងរឿងកញ្ញា Introvert របស់យើងព្រោះអីគឺនាងតែងតែឃើញអូតាហ្នឹងតើប៊ូលីហើយនឹងធ្វើបាបទៅកាន់កញ្ញា Introvert របស់យើងហ្នឹងដូចជាកូនក្មេងអញ្ចឹងពេលនោះដែរអូតាហ្នឹងគេបានប្រាប់ថាគេបានប៊ូលីហ្នឹងទេកុំឲ្យនាងហ្នឹងមិនដល់ចោតគេផ្ដេសផ្ដាសហើយពេលនោះដែរមិត្តភក្តិរបស់អូតាហ្នឹងក៏បានប្រាប់ថាពិតមែនហើយអូតាបានប៊ូលីទេប៉ុន្តែគឺអូតាហ្នឹងស្រឡាញ់កញ្ញា Introvert របស់យើងហើយដល់ពេលនោះដែរគឺថាធ្វើឲ្យអូតាគេខឹងមិត្តភក្តិគេខ្លាំងមែនតើនិយាយបែបនោះហើយគេបានប្រាប់ឲ្យមិត្តភក្តិរបស់គេហ្នឹងឈប់និយាយកុំនិយាយផ្ដេសផ្ដាសណែបថាពូឈីហ្នឹងនាងក៏បានប្រាប់ថាអ្នកខ្វល់នោះឡើយថាអូតាហ្នឹងគិតអីទៅលើកញ្ញា Introvert តែសំខាន់គឺត្រូវតែឈប់រករឿងហើយធ្វើបែបនេះហើយបន្ទាប់មកហ្នឹងក៏ដល់ម៉ោងចូលរៀនហើយនៅពេលចូលរៀនហ្នឹងគឺតាពូឈីហ្នឹងចេះតែមើលទៅកាន់កញ្ញា Introvert របស់យើងរហូតអញ្ចឹងហើយទៅធ្វើឲ្យក្រុមរបស់អូតាហ្នឹងគេក៏បានដើរតាមតាពូឈីហើយពេលនោះដែរគឺសឹកបានឃើញតាពូឈីហ្នឹងដូចដើរតាមកញ្ញា Introvert របស់យើងហើយអូតាហ្នឹងបានតបពញាក់នាងដែលធ្វើឲ្យនាងហ្នឹងពិតជាភ័យខ្លាំងហើយអូតាហ្នឹងក៏បានសួរថាហេតុអ្វីបានជានាងហ្នឹងដើរតាមកញ្ញា Introvert ហើយនឹងធ្វើអាកប្បកិរិយាប្លែកៗបែបនេះធ្វើឲ្យតាពូឈីហ្នឹងនាងឆ្លាតចង់ចាញ់សោះហើយពេលនោះដែរនាងបាននឹកឃើញថាពីមិននេះនាងដើរតាមសង្កេតមើលខ្លាចថាអូតារបស់យើងហ្នឹងគឺនៅតែតាមធ្វើបាបកញ្ញា Introvert របស់យើងបន្ទាប់មកហ្នឹងពូឈីជាមួយនឹងអូតាហ្នឹងក៏បានឆ្លុះប្រកែកគ្នាអត់ឈប់សោះហើយពេលនោះដែរមិត្តភក្តិរបស់អូតាគេឃើញបែបនោះបានប្រាប់ឲ្យពីអ្នកហ្នឹងត្រជាក់ចិត្តសិនហើយគេហ្នឹងបានប្រាប់ឲ្យពូឈីហ្នឹងប្រាប់ពីមូលហេតុពិតប្រាកដមកហើយពេលនោះដែរតាពូឈីហ្នឹងក៏បានប្រាប់ថានាងជា fan របស់ទូស័យរបស់យើងហើយនាងពិតជាគ្រប់ហើយនឹងស្រឡាញ់នាងខ្លាំងណាស់គ្រប់សកម្មភាពរបស់នាងពេលនាងមើលទៅហ្នឹងគឺពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់អញ្ចឹងហើយគឺនាងគ្មានបំណងអាក្រក់អ្វីឡើយទៅលើកញ្ញា Introvert របស់យើងចំណែកឯទូស័យរបស់យើងវិញមិនដឹងជានាងកាត់អ្វីនោះទេនាងក៏បានមកអង្គុយស៊ីមស្កាត់ម្នាក់ឯងផងដែរពេលនោះមិត្តភក្តិរបស់អូតាគេក៏បានឃើញហើយមិនត្រឹមតែមិត្តភក្តិរបស់អូតាហ្នឹងទេសូម្បីតែតាពូឈីហ្នឹងនាងក៏បានឃើញផងដែរតាពូឈីហ្នឹងក៏បានហុចដៃឲ្យទូស័យរបស់យើងងើបឡើងហើយនាងក៏បានប្រាប់ថាឲ្យទូស័យរបស់យើងនាងខ្លាចអីព្រោះចាប់ពីពេលហ្នឹងទៅគេនៅក្បែរហើយមិនឲ្យអ្នក
ណានឹងមកធ្វើអាប់ទៀតឡើយទោះស្អីបើយ៉ាងហ្នឹងនាងក៏បានស្ដាប់ឮរឿងគ្រប់យ៉ាងដែរអូតាជាមួយនឹងតាពូឈីនឹងនិយាយគ្នាមុននេះដែរអូតាពូឈីនឹងគឺពិតជាភ័យខ្លាំងមែនទែនព្រោះនាងខ្លាចថាដោយសារតែនាងខ្លាចទោះស្អីបើយ៉ាងហ្នឹងយកច្រឡំថានាងជាមនុស្សមិនល្អអីចឹងតែពេលនោះដែរនាងក៏បានព្យាយាមបកស្រាយរឿងគ្រប់យ៉ាងទៅកាន់ទោះស្អីបើយ៉ាងនោះដែរស្រាប់តែតាពូឈីនឹងក៏បានមកពីក្រោយហើយគេនឹងក៏បានប្រាប់ថាអត់ពិតដូចជាអ្វីដែលនាងនិយាយអីចឹងហើយពេលនោះដែរគឺថាធ្វើឲ្យតាពូឈីនឹងពិតជាភ័យខ្លាំងមែនទែនហើយនាងពិតជានាងក៏ពិតជាចង់បាត់ពីផែនដីនេះខ្លាំងមែនទែនហើយដល់ពេលនោះដែរគឺស្រាប់តែបានឮសំឡេងរបស់ទោះស្អីយ៉ាងប្រាប់ថានាងមិនចង់ធ្វើជា fan ឬក៏អីហ្នឹងទេប៉ុន្តែគឺនាងចង់ធ្វើជាមិត្តភក្តិទៅវិញដល់ពេលនោះដែរធ្វើឲ្យតាពូឈីនឹងគឺនាងពិតជាស្បែកចិត្តខ្លាំងមែនទែនសាច់រឿងក៏បានកើតយើងឃើញនៅថ្ងៃបន្ទាប់ដោយថ្ងៃនេះឃើញថាអ្នកលក់ម្នាក់គឺគាត់ពិតជាលក់ដៃខ្លាំងណាស់គ្រប់គ្នាហ្នឹងគឺបានដណ្ដើមគ្នាទិញរញ៉េរញ៉ៃពេញហ្នឹងហើយក្នុងនោះក៏មានក្រុមរបស់អូតាផងដែរហើយកំឡុងពេលពួកគេញ៉ាំហ្នឹងគេក៏បាននិយាយគ្នាអំពីអូតាហ្នឹងគឺអត់ដែរយកបាយមកពីផ្ទះសោះហើយអូតាហ្នឹងគេក៏បានតបថាអុយគេហ្នឹងគ្មានពេលធ្វើនោះទេព្រោះធម្មតារបស់គេហ្នឹងធម្មតារបស់គេហ្នឹងក៏ដែរធ្វើឲ្យគេសោះហើយពេលនោះដែរកញ្ញា introvert របស់យ៉ាងហ្នឹងនាងក៏អង្គុយទីនោះដែរហើយនាងក៏បានស្ដាប់ឮទាំងអស់ប៉ុន្តែគឺនាងមិននិយាយអ្វីនោះឡើយអត់ដឹងថាក្នុងចិត្តរបស់នាងហ្នឹងគឺអ្វីនោះទេថ្ងៃបន្ទាប់ក៏បានមកដល់ហើយពេលនោះដែរលោកគ្រូក៏បានប្រាប់ថាបន្តិចទៀតហ្នឹងគឺដល់មកសម្រាប់ចាញ់លេងហើយអូតាហ្នឹងគ្រាន់តែលើបែបនោះភ្លាមគេហ្នឹងក៏បានរត់ចាញ់ពីថ្នាក់មុនគេតែម្ដងមុនលោកគ្រូទៀតហើយដល់ពេលនោះដែរលោកគ្រូក៏បានហៅឲ្យគេទៅវិញប៉ុន្តែមានណាគេអត់ទៅសោះហើយមិនតែប៉ុណ្ណោះសូម្បីតែមិត្តភក្តិរបស់គេហ្នឹងក៏បានស្ដីប្រាប់ថាអូតាឯងលេងខុសឯងធ្វើអញ្ចឹងអត់យុត្តិធម៌នោះទេហើយអូតាហ្នឹងគេក៏បានប្រាប់ថាឲ្យប្រញាប់ឡើងថ្ងៃនេះគឺមានគេលក់នំប៉័ងទៀតហើយបើតាមមិនទាន់គេទេហ្នឹងគឺគេលក់អស់ជាមិនខានហើយពេលនោះដែរកញ្ញា introvert ហ្នឹងក៏បានឈប់ពេញផ្លូវរបស់អូតាដែលធ្វើឲ្យអូតាហ្នឹងគេពិតជាខ្លាំងមែនទេហើយពេលនោះដែរសិស្សគ្រប់គ្នាហ្នឹងក៏បានរត់ទៅទិញមុនអស់ដែលធ្វើឲ្យអូតាហ្នឹងគេពិតជាខ្លាំងណាស់ព្រោះថាគេហ្នឹងទីអត់ទាន់គេថ្ងៃថ្មីក៏បានមកដល់ទៀតហើយអូតារបស់យើងហ្នឹងក៏ដូចជាថ្ងៃមុននោះដែរនៅពេលគ្រូប្រាប់ថាដល់មកសម្រាប់ចេញលេងហ្នឹងគឺថាដល់ឲ្យផ្លេចមុនគេតែម្ដងហើយព្រោះថាខ្លាចទិញនំប៉័ងមិនទាន់គេទេដល់តែមានណានៅពេលដែលគេមកដល់ក្រៅហ្នឹងគឺដល់ប៉ាអើជាមួយនឹងកញ្ញា introvert របស់យើងតែម្ដងហើយគេហ្នឹងក៏បានប្រាប់ថាកុំឲ្យកញ្ញា introvert របស់យើងហ្នឹងគឺឈប់ពេញផ្លូវគេលើនេះថ្ងៃនេះគឺគេមិនចាញ់ឲ្យដូចថ្ងៃមុននោះឡើយគេត្រូវតែទិញនំប៉័ងហ្នឹងឲ្យបានកញ្ញា introvert របស់យើងថ្ងៃហ្នឹងនាងអត់ដឹងជាមានរឿងអីហ្នឹងទេគឺនាងហាក់ដូចជានៅអសក់សោះពេលនោះដែរធ្វើឲ្យទូប្រុសរបស់យើងអូតាហ្នឹងគេពិតជាចម្លែកខ្លាំងមែនតើហើយដល់ពេលនោះដែរនាងក៏បានឲ្យកញ្ចប់បាយទៅឲ្យអូតាហើយនាងបានប្រាប់ថាគឺនាងធ្វើសម្រាប់គេអីចឹងតាមពិតទៅគឺថានាងមកម្រងអោយតាំងពីម្សិលមិញដែរប៉ុន្តែនាងអត់ហ៊ានអោយអីចឹងអូតាហ្នឹងគេក៏បានទទួលយកផងដែរហើយដល់ពេលនោះគឺស្ដាប់តែមានសម្លេងសាជាច្រើនបានរត់ទៅទិញនំប៉័ងទៀតហើយដល់ពេលនោះដែរអូតាឃើញបែបនោះគេក៏បានគិតថាផាជាអាហារហ្នឹងគឺអត់ឆ្ងាញ់ស្មើនំប៉័ងហ្នឹងទេហើយដល់ពេលដែលមិត្តភក្តិរបស់គេលើកបែបនោះភ្លាមគេក៏បានកញ្ចក់យកបាយហ្នឹងពីអូតាប៉ុន្តែមានណាអូតាហ្នឹងកញ្ចក់យកវិញយ៉ាងលឿនតែម្ដងហើយដល់ពេលដែលគេយកមកញ៉ាំហ្នឹងគឺឃើញថាម្ហូបគឺអត់តំណងគេអត់ចូលចិត្តអីចឹងហើយគេហ្នឹងគឺពិតជាសោកស្ដាយខ្លាំងមែនទែនគួរណាគេហ្នឹងបោះបង់ការទិញនំប៉័ងហ្នឹងសោះគេស្ដាយខ្លាំងមែនទែនហ្មងហើយតែប៉ុណ្ណោះហើយគេក៏បានស្ដីឲ្យកញ្ញា introvert របស់យើងទៀតយ៉ាប់ហ្មងគេមានចិត្តធ្វើឲ្យហើយរីគុណគេទៀតយ៉ាប់ហ្មងបែបតែថ្ងៃបន្ទាប់ហ្នឹងអូតាហ្នឹងគឺបានរកកំណត់រលបែកហ្នឹងធ្វើបាបកញ្ញា introvert របស់យើងទៀតដែរយ៉ាប់ហ្មងបែបហ្នឹងធ្វើបាបគេរងថ្ងៃហ្មងគេហ្នឹងក៏បានគិតថាគេនឹងបោះកប៉ាល់ដែលគេបោះហ្នឹងទៅឲ្យទូស័យរបស់យើងល្បែកនាងភ្នាក់អីចឹងមានណាពេលដែលគេបោះតហ្នឹងគឺស្រាប់តែតាពូឈីហ្នឹងក៏បានមកដល់ហើយគេតាពូឈីហ្នឹងក៏បានដល់ជន់កប៉ាល់របស់អូតាដែលធ្វើអូតាហ្នឹងគេពិតជាខឹងខ្លាំងណាស់បន្ទាប់មកហ្នឹងតាពូឈីនាងក៏បានសិតសក់ឲ្យទូស័យរបស់យើងហើយជួនពេលនោះដែរស្រាប់តែអូតាហ្នឹងគេក៏បានកលែកឃើញជាមួយនឹងកៅស៊ូចង់សក់របស់នាងគេហ្នឹងក៏មានគំនិតចង់បោះចោលកៅស៊ូចង់សក់នោះទៅតាមបង្អួយហើយនៅពេលនោះដែរគឺស្រាប់តែមានខ្យល់យ៉ាងខ្លាំងដែលធ្វើឲ្យកៅស៊ូចង់សក់ហ្នឹងបានរបត់ធ្លាក់ពីដៃគេដែលធ្វើឲ្យតាពូឈីនាងពិតជាខឹងខ្លាំងណាស់ហើយនាងក៏បានប្រាប់ឲ្យអូតាហ្នឹងគឺត្រូវតែចោះទៅរកកៅស៊ូចង់សក់នោះឲ្យឃើញវិញតែងាកមកចាប់អារម្មណ៍ជាមួយនឹងកញ្ញា introvert របស់យើងវិញឃើញថានាងក៏បានយំផងដែរដែលធ្វើឲ្យអ្នកគ្រប់គ្នានៅទីនោះគឺពិតជាភាពផ្អើលខ្លាំងណាស់ពិសេសហ្នឹងគឺអូតាតែម្ដងហ្នឹងព្រោះតែខ្លួនហ្នឹងបានចោលកៅស៊ូចង់សក់របស់គេហើយក្រោយមកទៀតហ្នឹងអូតាគេក៏បានមកនិយាយជាមួយនឹងតាពូឈីដោយគេណាមិនគួរជឿនោះឡើយថាកញ្ញា introvert របស់យើងហ្នឹងបានយំបានគិតថាប្រហែលជាកៅស៊ូចង់សក់នោះជារបស់មួយដែលសំខាន់ហើយនឹងមានន័យចំពោះនាងហើយមើលទៅតែពេលនោះដែរតាពូឈីនាងក៏បានប្រាប់ថាពិតមែនហើយវាជាកៅស៊ូចង់សក់ដែលយាយរបស់នាងហ្នឹងបានឲ្យនាងមុនពេលប្រកួតស្លាប់ដែលធ្វើឲ្យអូតាគេលឺហើយហ្នឹងគេបដិសេធស្ដាយខ្លាំងមែនទេនៅទង្វើរបស់គេដែលធ្វើបែបនោះហើយបន្ទាប់មកហ្នឹងគេក៏បានរត់ចេញទៅក្រៅដើម្បីរកកៅស៊ូចង់សក់នោះទាំងភ្លៀងតែម្ដងហើយមិត្តរបស់គេហ្នឹងក៏បានឃើញហើយគេហ្នឹងក៏បានសួរថាអូតាឯងមករកកៅស៊ូចង់សក់ហ្នឹងទាំងភ្លៀងមែនបែបអូតាហ្នឹងមកដឹងទៀតប៉ុណ្ណឹងហើយហ្នឹងគេក៏បានប្រាប់ថាអត់ទេគឺគេមករកទូរស័ព្ទរបស់គេតាហើយមិត្តភក្តិរបស់គេហ្នឹងក៏បានដឹងផងដែរថាអូតាហ្នឹងមករឹងនិយាយខុសពីចិត្តអីចឹងហើយពួកគេហ្នឹងក៏បានជួយរកផងដែរហើយនៅពេលនោះដែរមិត្តភក្តិរបស់អូតាហ្នឹងក៏បានរកកៅស៊ូនោះឃើញហើយកៅស៊ូនោះគឺប្រឡាក់ខ្លាំងមែនទេហើយ
ហើយអូតាក៏បានយកកស៊ូនោះទៅឲ្យកញ្ញាអ៊ីនត្រវត្តរបស់យើងទៅដល់ទាំងខ្លួនទឹកជោគតម្រាំគេក៏បានប្រាប់ថាគេបានរកកស៊ូនឹងឃើញហើយប៉ុន្តែគឺគេបានទិញថ្មីមួយទៀតព្រោះថាកស៊ូនឹងគឺប្រឡាក់អស់ហើយស្រាប់ពេលនោះដែរស្រាប់តែលោកយាយរបស់ទូស្រីយើងហ្នឹងក៏បានចាញ់មកហើយគាត់ហ្នឹងក៏បានសួរថាតើអូតាហ្នឹងភេទរបស់ចៅគាត់មិនមែនដែលធ្វើឲ្យអូតាហ្នឹងគេលភ្ញាក់ផ្អើលតែម្ដងហើយព្រោះអីមុនហ្នឹងតាពូជីបានប្រាប់ថាកស៊ូដែលអូតាចោលហ្នឹងជាកស៊ូដែលលោកយាយរបស់ទូស្រីយើងទិញឲ្យមុននឹងគាត់ស្លាប់តែធ្វើឲ្យអូតាហ្នឹងគេពិតជាខឹងខ្លាំងមែនទែនហើយគេហ្នឹងបានសួរថាអញ្ចឹងមុនហ្នឹងនាងយំមិនមែននាងយំភាសាតែខ្ញុំចូលកស៊ូនាងទេអីស្អីបងយ៉ាងហ្នឹងក៏បានតបថាអត់ទេគឺនាងយំភាសាតែសម្រាប់ហ្នឹងចូលភ្នែកនាងតាធ្វើឲ្យអូតាហ្នឹងគេពិតជាខឹងខ្លាំងមែនទែនហើយមិនតែប៉ុណ្ណោះហ្នឹងអូតាគេបានប្រាប់ថាអញ្ចឹងរឿងរ៉ាវគ្រប់យ៉ាងហ្នឹងគឺមកពីតាពូជីហ្នឹងហើយដែលធ្វើឲ្យគេហ្នឹងត្រូវពិបាកដល់ថ្នាក់នេះថាគេខំទៅរកកស៊ូចង់សក់របស់ទូស្រីយើងទាំងព្រាកអីចឹងហើយគឺថាបែបហ្នឹងទៅអញ្ចឹងមិនរៀងព្រោះថារដងគឺធ្វើបាបគេរហូតប៉ុន្តែមានណាក៏តែអញ្ចឹងមិនសមមកឯសាច់រឿងរបស់យើងនៅក្នុងភេទនេះក៏សូមស្លាប់តែប៉ុណ្្នឹងសិនណារងចាំទស្សនាជាមួយនឹង Channel កូនជ្រូកកំាប់អេនីមេនៅពេលក្រោយទៀតណាអរគុណច្រើនបាយបាយ